បើតាមរយៈសម្លេងរបស់ពុកខ្ញុំនឹងខ្ញុំដឹងថារឿងនេះនឹងមិនមែនជារឿងលេងសើចឡើយខ្ញុំនឹងក៏ប្រញាប់ប្រញាល់ទូរស័ព្ទទៅមិត្តសម្លាញ់របស់ខ្ញុំគឺណារីមានរឿងធ្ងន់ធ្ងរហើយវីរុសនៅមន្ទីរពិសោធន៍ជីវវិទ្យារបស់ប៉ាខ្ញុំនឹងបានលេចធ្លាយបញ្ហានឹងគឺធ្ងន់ធ្ងរខ្លាំងណាស់ឥឡូវនេះនាងប្រញាប់ហៅប៉ាម៉ាក់របស់នាងនឹងទៅផ្សារទំនើបដើម្បីស្តុកទំនិញភ្លាមទៅទិញបានច្រើនកាលណាល្អកាលហ្នឹងពេលដែលទិញហើយនឹងត្រូវលាក់ខ្លួននៅក្នុងផ្ទះហាមចេញក្រៅដាច់ខាតកុំលេងសើចរឿងបែបនេះជាមួយនឹងខ្ញុំអីខ្ញុំមិនបានលេងសើចជាមួយនឹងនាងទេនាងនឹងគឺជាមិត្តល្អបំផុតរបស់ខ្ញុំនឹងមិនកុហកអ្នកឡើយខ្ញុំដឹងហើយខ្ញុំនឹងប្រាប់ប៉ាម៉ាក់របស់ខ្ញុំឥឡូវនេះបន្ទាប់មកនឹងខ្ញុំក៏ឡើងទៅលើដំបូលខ្ញុំបានប្រើកែវយឹតនឹងសម្លឹងមើលស្ថានភាពនៅលើកោះនេះនៅលើកោះទាំងមូលមានវីឡាប្រហែល10ខ្នងប៉ុន្តែវីឡាដែលមានមនុស្សរស់នៅនឹងមានប្រហែលជា3ខ្នងប៉ុណ្ណោះអ្នកដែលនៅចិត្តខ្ញុំបំផុតនឹងគឺគូស្នេហ៍មួយគូបន្ទាប់មកទៀតនឹងគឺប្តីប្រពន្ធវ័យចំណាស់មួយគូប្រហែលជាមួយរយៈខ្លីនេះនឹងមិនអាចមានខ្មោចឆៅនឹងលេចឡើងនៅលើកោះនេះទេដូច្នេះខ្ញុំនឹងមិនបាច់បារម្ភពេកឡើយអញ្ចឹងត្រឡប់ទៅគេងវិញឲ្យលក់ស្រួលម្ដងសិននៅថ្ងៃបន្ទាប់ពេលដែលខ្ញុំនឹងងើបពីគេងនឹងខ្ញុំបានមើលទូរស័ព្ទឃើញសារព័ត៌មានចម្លែកនឹងនៅលើ Facebook ភាគច្រើនសុទ្ធតែសារព័ត៌មានតាក់ទងជាមួយនឹងខ្មោចឆៅវាយប្រហារទៅលើមនុស្សត្រឹមតែមួយថ្ងៃសោះហេតុអ្វីនឹងមេរោគនេះនឹងសាយភាយខ្លាំងបែបនេះនៅពេលនោះដែរណារីនឹងក៏បានទូរស័ព្ទមកខ្ញុំបងជួមតើខ្ញុំគួរធ្វើម៉េចទៅនៅខាងក្រៅនឹងគួរឲ្យខ្លាចណាស់កុំខ្លាចអីឲ្យតានាងនឹងនៅក្នុងផ្ទះកុំចេញទៅក្រៅគួរតែរងចាំដល់ពេលមានក្រុមជួយសង្គ្រោះនឹងមកដល់និយាយអញ្ចឹងម្សិលមិញខ្ញុំឲ្យនាងនឹងទៅស្តុកទំនិញនឹងតើបានស្តុកទេបានទិញដែរតែទិញបន្តិចបន្តួចទេឪពុកម្ដាយរបស់ខ្ញុំនឹងមិនជឿសម្ដីខ្ញុំនោះឡើយមិនអីទេអញ្ចឹងនាងនឹងត្រូវតែចេះហូបដោយសន្សំនឹងចៃក្រៅពីនេះនឹងខ្ញុំខ្លាចថានៅពេលក្រោយនឹងអាចនឹងដាច់ទឹកដូច្នេះនាងនឹងគួរតែស្តុកទឹកនឹងឲ្យច្រើនបំផុតទោះជាយ៉ាងណាក៏ដោយនាងនឹងព្យាយាមកុំចេញទៅក្រៅឲ្យសោះព្រោះនៅខាងក្រៅនឹងគ្រោះថ្នាក់ខ្លាំងណាស់នៅក្នុងផ្ទះនឹងទ្រាំសិនទៅចាំដល់វីរុសនេះរលាយបាត់សិនទៅចាំចេញមកក្រៅវិញបន្ទាប់ពីបិទទូរស័ព្ទនឹងខ្ញុំក៏ឮសំឡេងគោះទ្វារនឹងនៅបរិវេណផ្ទះខ្ញុំមើលតាមកាមេរ៉ាសុវត្ថិភាពស្រាប់តែឃើញលោកយាយម្នាក់នឹងកំពុងតែគោះទ្វារហើយក្នុងដៃរបស់គាត់នឹងមានចំណីមួយចានហាក់ដូចជាចង់យកមកឲ្យខ្ញុំនឹងញ៉ាំអញ្ចឹងមើលទៅលោកយាយនេះដូចជាមិនទាន់ដឹងថាមានការផ្ទុះវីរុសខ្មោចឆៅនៅខាងក្រៅទេដើម្បីជាការតបស្នងនឹងបង្អែមមួយចាននេះខ្ញុំក៏សម្រេចចិត្តប្រាប់ដំណឹងនេះនឹងទៅលោកយាយប៉ុន្តែលោកយាយស្ដាប់ហើយនឹងក៏ញញឹមបដិសេធគិតថាខ្ញុំនឹងកំពុងលេងសើចជាមួយនឹងគាត់បន្ទាប់មកនឹងគាត់បានដាក់បង្អែមមួយចាននោះនៅនឹងមុខទ្វារហើយក៏ដើរត្រឡប់ទៅផ្ទះវិញពេលដែលដើរកាត់ទ្វារផ្ទះគូស្នេហ៍មួយគូនោះនឹងនារីវ័យក្មេងនោះហាក់ដូចជាចំអករឿងអ្វីនឹងទៅលោកយាយអញ្ចឹងប៉ុន្តែមិនទាន់បានប៉ុន្មានផងលោកតានឹងដែលមានកំភ្លើងបាញ់សัตว์នៅក្នុងដៃនឹងក៏ដើរចេញមកយ៉ាងតឹងរឹងហើយសម្លឹងមើលមុខនារីនោះនឹងយ៉ាងកាចសាហាវធ្វើឲ្យនាងនឹងមានការភ័យខ្លាចហើយនឹងក៏ប្រញាប់រត់ចូលទៅលាក់ខ្លួននៅក្នុងផ្ទះវិញពី3ថ្ងៃក្រោយមកនឹងវីរុសខ្មោចឆៅនេះនឹងបានចាប់ផ្ដើមរីករាលដាលទូទាំងពិភពលោកហើយតំបន់មួយចំនួននឹងគឺត្រូវបានវិនាសទាំងស្រុងតែម្ដងប្រហែលជាអ្នកជិតខាងទាំងពីររបស់ខ្ញុំនឹងក៏បានដឹងរឿងនេះដែរ